nước pe để pe lư tha chỉ nẹt nhiều bài sầm rạp bom ôn chôn rùm kiệt dương chỉ tu tư còn lư ai nẹt nhiều bài nẹt tam đan nhiều bài nẹt bầm ra nhiều bài nẹt tiệt con nhiều bài ní chỉ pe vui đá dương thọp lư hay pe nẹt nhiều bài nó bởi dương chập đàm lư máu miền đây tha nơi không dùng kẹt sầm máy ní cứ còi bị miền cách prom prieng tì krong Paris còi cả bọt chnou năm 1993នឹងជាអាណត្តិទី1ហ្នឹងយើងចាប់ដើមមានគណៈបកនយោបាយជនរួមជាតិរបស់យើងគិតថាអ្នកនយោបាយឲ្យតែអ្នកណាតែងតែនិយាយពីបញ្ហាសង្គមក៏គេហៅអ្នកនយោបាយដែរក៏គេហៅអ្នកនយោបាយដែរប៉ុន្តែក្នុងថ្ងៃនេះខ្ញុំសូមទាញឲ្យឆ្ងាយពីរឿងទាំងអស់ដោយខ្ញុំបានរៀបរាប់នៅខាងលើនឹងបន្តិចដោយសារការលើកមកនេះក៏មិនមានជាក្បួនមិនមានជាខ្នាតជាលក្ខណៈសាលាអន្តរជាតិនៅបណ្ដាប្រចាំប្រទេសជឿនលឿននៅ West Point ឬក៏សាលានយោបាយឬក៏បណ្ឌិតខាងវិទ្យាសាស្ត្រគេហៅថា politics science ឬក៏ science politics អីនោះទេខ្ញុំចង់លើកទឹកចិត្តនៃអ្នកនយោបាយហ្នឹងគឺជាសភាពដឹងរបស់ខ្លួនខ្ញុំផ្ទាល់សភាពដឹងរបស់ខ្លួនខ្ញុំផ្ទាល់ខ្ញុំចង់និយាយថាម៉េចនៅពេលដែលខ្ញុំមានការចាប់កំណើតដឹងមានន័យថានៅក្នុងពេលដែលកំណើតខ្ញុំនៅក្នុងគេហៅសម័យ75ទៅ79គេហៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងនោះគេហៅរបបប៉ុលពតរបបប៉ុលពតដែលជារបបមួយបងប្អូនខ្មែរយើងបានដឹងហើយក៏សល់ជាប្រវត្តិសាស្ត្ររហូតមកដល់ពេលនេះរយៈពេលជាង40ឆ្នាំមកហើយពេលហ្នឹងខ្ញុំនៅកងកុមារដល់ពេលខ្ញុំនៅកងកុមារហ្នឹងការប្រមូលជាពលរដ្ឋក្មេងៗយកដាក់កងកុមារឪពុកម្ដាយឬក៏ជាហៅយុវជនយុវនារីហ្នឹងក៏គេទៅធ្វើបំពេញកិច្ចការងារដូចជាលើកទំនប់លើកអីអញ្ចឹងទៅហ្នឹងហើយចាស់អញ្ចឹងគាត់ទៅធ្វើស្រែធ្វើចំការអីអញ្ចឹងទៅឲ្យក្មេងៗនៅកងកុមារដូចជាខ្ញុំហ្នឹងគេឲ្យទៅចាំចាបឬក៏ទៅជីកដំឡូងកោះដំឡូងអីអញ្ចឹងទៅហើយនៅពេលដែលនៅក្នុងកងកុមារហ្នឹងពេលនោះខ្ញុំគិតថាខ្ញុំប្រហែលជាអាយុ10ឆ្នាំឬក៏9ឆ្នាំ11ឆ្នាំហ្នឹងហើយពេលហ្នឹងខ្ញុំដូចមានគំនិតមួយនៅក្នុងក្បាលរបស់យើងភ្នក់នៅពេលដែលនៅកងកុមារហ្នឹងគេប្រមូលទៅតាមភូមិហ្នឹងគេឲ្យទៅស្នាក់នៅក្នុងភូមិមួយទៀតឆ្ងាយពីភូមិកំណើតរបស់ខ្ញុំដល់ទៅស្នាក់នៅភូមិហ្នឹងគេប្រមូលក្មេងៗ 4-10 ឆ្នាំហ្នឹងឲ្យទៅដេកម្ដុំអញ្ចឹង50-60នាក់100នាក់នៅលើផ្ទះប្រជាពលរដ្ឋមួយអញ្ចឹងព្រោះពេលហ្នឹងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងពូមីងបងប្អូនមួយចំនួនបានដឹងហើយបងប្អូនប្រហែលជាដូចលោកប្អូនសវណ្ណក៏បានដឹងដែរតាមមើលព្រោះគេជំលះប្រជាពលរដ្ឋទៅពីភូមិមួយទៅភូមិមួយខ្ញុំក៏មានគំនិតគិតថាមិនបានមនុស្សគេប្រមូលមកអញ្ចឹងអត់ដឹងថាស្អីទេកាលហ្នឹងក៏មិនដឹងថាជានយោបាយជានយោអីអត់ដឹងថាអាពោតមិនអាពោតអីទេមិនដឹងអីទេដឹងថាមិនបានមនុស្សគាត់តែមានគំនិតអញ្ចឹងហើយគំនិតហ្នឹងក៏មិនដឹងតានិយាយទេប៉ុន្តែសភាវៈនឹងការគិតរបស់យើងគឺមានអញ្ចឹងបន្ទាប់មកទៀតក្រោយពីបែកហើយចូលមកដល់79-80ក្រោយពីគេហៅថាចលនារំដោះដោយកងទ័ពវៀតណាមបានជួយរំដោះវាប៉ុលពតគេហៅថា7 មករា79ហ្នឹងពេលនោះដំណើរការបើកលំហប្រជាពលរដ្ឋទៅតាមខេត្តនានាមករាជធានីភ្នំពេញខ្ញុំចាំប្រហែលជាខ្ញុំមិនទាន់មកនៅភ្នំពេញខែខ្ទង់បើមិន82 83មិនដឹងព្រោះខ្ញុំមកភ្នំពេញប្រហែលចុង83 84មករស់នៅភ្នំពេញពេលនោះខ្ញុំឡើងមកលេងបងប្អូនយើងជាទូទៅខ្មែរយើងទៅលេងបងប្អូនពីមួយទៅមួយទៅណាមកណាជួយតែងតែមាននំនេចំណីអីវិចភ្ជាប់ទៅនឹងខ្លួននេះអញ្ចឹងណាដើម្បីយកទៅជូនតែគេហៅឲ្យមានទំនាប់ដៃអីអញ្ចឹងណាពេលនោះខ្ញុំចាំដូចជាខ្ញុំយកអង្គជាកន្លះតៅឬក៏មួយតៅទេដល់យកអង្គកន្លះតៅឬមួយតៅកាលហ្នឹងពីសម័យនោះការចំប្រជាពលរដ្ឋគឺផ្លាស់ប្ដូរពីខេត្តមករាជធានីមានការតាំងតែងណាដោយសារមានអីមានគឺចលនាខ្មែរព្រៃខ្មែរដែលខ្មែររំដោះវាមាននៅការប្រឆាំងគ្នាគេខ្លាចយើងយកស្បៀងយកឲ្យទៅឧបត្ថម្ភមកវិញអញ្ចឹងណាពេលហ្នឹងយើងជិះឡានមួយគេហៅថាឡានឈ្នួលសម័យនោះគឺអាបៀបគេហៅឡានទ្រុងប៉ុន្តែពេលនោះគេមិនហៅឡានឈ្នួលឡានតាក់ស៊ីគេហៅឡានដកាលណាប្អួចវាដូចប្អួចឈើឯងប្អួចឈើទាញចុះទាញឡើងហើយការដេមររបស់វាគេដាក់ខ្សែទាញអញ្ចឹងដល់ពេលអញ្ចឹងយើងយកអង្គខ្ញុំចាំព្រឹត្តិការណ៍មួយខ្ញុំមកជិតដល់ភ្នំយសូមានប៉ុស្តិ៍យាមមួយព្រោះខ្ញុំចង់ងាកត្រឡប់មកបន្តិចខ្ញុំនៅខាងតកែវនៅខាងស្រុកព្រៃកបាស់ឃុំបលីអញ្ចឹងដល់ធ្វើដំណើរតាមភ្នំយសូមកតាមផ្លូវជាតិលេខ2ឡើងតាមវត្តឈើខ្មៅហ្នឹងខាងជើងភ្នំយសូហ្នឹងនៅខាងកើតភ្នំយសូហ្នឹងមានប៉ុស្តិ៍យាមមួយគេហៅប៉ុស្តិ៍ចាប់ឆៃឃើញអង្គទៅក៏គេអត់ឲ្យយើងមកគេយើងកូនក្មេងទៅតវ៉ាថាខ្ញុំយកចែកជូនអ៊ំខ្ញុំបងប្អូនខ្ញុំទេយកទៅជូនគាត់ទេដល់ទៅយកអញ្ចឹងមានការជជែកគ្នាតវ៉ាអីបន្តិចបន្តួចទៅវាបាញ់ខាងកងកម្លាំងគាត់បាញ់ផ្ទុបទៅនឹងដីតំបន់គឺអាផ្លូវជាតិយើងក្រោយពីការខូចខាតវាចេញអាក្បាលថ្មក
ក៏វាទៀតថ្មខ្ញុំចាំទៀតដាច់ជើងអាថ្មហ្នឹងណាទៀតដាច់ជើងវាកើតការបន្ទុះសារាយគ្នាអញ្ចឹងដល់ពេលហ្នឹងក៏អត់ដឹងអីដែរអត់ដឹងនយោបាយទេហើយដល់បន្ទាប់មកទៀតដែលឃើញតែខ្ញុំកត់សម្គាល់ពីខ្លួនខ្ញុំមួយទៀតសម័យហ្នឹងគេហៅលក់ស្រូវជូនរដ្ឋដល់លក់ស្រូវជូនរដ្ឋខ្ញុំឃើញពេលដែលបង្ខំឲ្យប្រជាពលរដ្ឋធ្វើស្រែធ្វើអីហ្នឹងហើយនៅក្រៅរំដោះ79ខ្ទង់80ជាងហ្នឹងដែរដល់70 80ជាងនឹងដែរគឺអាការលក់ស្រូវជូនរដ្ឋហ្នឹងទៅជាមានការបង្ខំដល់បងប្អូនប្រជាពលរដ្ឋដែលជាកសិករគាត់បានកសិផលស្រែចម្ការគាត់មកហ្នឹងទៅកើបស្រូវទៅកើបអីអញ្ចឹងដល់រឿងរ៉ាវទាំងអស់ហ្នឹងវាចេះតែដិតដាមមករហូតសម្រាប់ខ្លួនខ្ញុំសរុបមកវិញរឿងដែលថាជាអ្នកនយោបាយសម្រាប់ដែលខ្ញុំចង់និយាយហ្នឹងគឺយើងមានដូចទឹកចិត្តរបស់យើងវាបណ្ដាលទៅពីអារឿងសង្គមនឹងតែម្ដងវារឿងបញ្ហាសង្គមនឹងហ្មងអញ្ចឹងបានដើមចេះគិតចេះអីឲ្យក្រោយពីមានការបោះឆ្នោត93ដូចខ្ញុំនិយាយខាងដើមនេះចាប់ផ្ដើមមានទឹកចិត្តចូលរួមនៅក្នុងចលនានយោបាយបោះឆ្នោតដោយគណៈបកហ៊ុនស៊ិបិចក្រោយមកមានរំលែកគណៈបកហ៊ុនស៊ិបិចចូលរួមជាមួយគណៈបកជាតិខ្មែរជាបន្តហ្នឹងមកបង្កើតជាគណៈបកហ្នឹងអីខ្ញុំសួរថាហេតុអីបាទខ្ញុំឈរនៅលើកិច្ចការទីលានហ្នឹងបាទរហូតដល់ពេលហ្នឹងខ្ញុំថាជាបណ្ដាលមកពីទឹកចិត្តដែលសំខាន់ជាទឹកចិត្តដែលយើងមើលបញ្ហារបស់សង្គមរបស់យើងដល់ឃើញបញ្ហារបស់សង្គមឥឡូវនឹងកាន់តែសិក្សាទៅហេតុអីបានជាប្រទេសជាតិរបស់យើងអញ្ចឹងមានន័យថាអ្នកនយោបាយអ្នកដែលតែងតែគិតពីបញ្ហាខាងក្រៅបញ្ហាអ្នកដទៃហើយក្នុងនោះមានមូលដ្ឋានមួយគឺភាពត្រឹមត្រូវសុចរិតស្មោះត្រង់នឹងខ្លួនយើងដឹងអញ្ចឹងហ្មងយើងអត់ទៅបំពេញទេវាមានជាសញ្ញានឹងមួយដែលមានជាសញ្ញានឹងវាបណ្ដាលឲ្យយើងមានសកម្មភាពជាបន្ត